មិនចង់ទេអញ្ចឹងទេកន្លងមកនេះតាមពិតទៅគឺប្អូនទេដែលយល់ច្រឡំ បាទ ក្នុងរឿងអារម្មណ៍មិនមានអ្នកណាខុសឬត្រូវទេបងមិនបានខុសចំពោះអូនទេ នេះគឺជារបស់ដែលស៊ូម៉ាន់ផ្ញើមកឲ្យអូនគាត់ត្រាគ្រប់យ៉ាងដែលអូនចូលចិត្តគាត់ពិតជាយកចិត្តទុកដាក់ចំពោះអូនណាស់ មែនហើយ ស៊ូម៉ាន់មិនបានយកលុយរបស់អូនសំបីតែបន្តិចទេប៉ាគៀន អ្នកនាងសាក់ឥឡូវគាត់នៅមន្ទីរពេទ្យ តាមមើលគាត់ឲ្យល្អបើគាត់ជឿអ្វីប្រាប់បងភ្លាម ចាសោះ នេះជារបស់ស៊ូម៉ាន់គាត់កត់ត្រារាល់ចំណូលចិត្តរបស់អូនជារៀងរាល់ថ្ងៃតើត្រូវចំណាយពេលប៉ុន្មានទើបដល់ម ច ន្ រា ទីរ ច ពេ រ ទ្ ណ៍ យ មិ ក ន ណ្ដាលសូវក៏ប្រហែលជាត្រូវការពេល15នាទីបងប្រុសមិនចូលចិត្តទឹកជ្រលក់ទេចាប់ពីពេលនេះទៅគ្រប់មុខម្ហូបទាំងអស់មិនត្រូវដាក់ទឹកជ្រលក់ទេតែបងប្រុសត្រូវតែផឹកទឹកក្តៅ80ដឺក្រេមិនអាចលើសឬខ្វះបន្តិចបន្តួចបានទេបងប្រុសគឺជាមនុស្សម្នាក់ដែលនៅក្បែរអូនក្នុងពេលនេះគឺជាពេលវេលាដែលអូនមានសុភមង្គលបំផុតក្នុងជីវិត មនុស្សល្ងងម្នាក់នេះតើលោកបានជួបគាត់ហើយឬនៅអ្នកនាងគេណាលេគីនេះតើគាត់នៅណាត្រូវតែជួបគាត់បងឃើញគាត់កំពុងទៅមន្ទីរពេទ្យកណ្ដាលក្បែរមន្ទីរពេទ្យបញ្ឈប់នៅខាងមុខម៉ាន់អូនហេតុអ្វីមិនប្រាប់បងអូនខ្លាចរំខានបងមែនទេហេតុនេះហើយបានជាអូន ហ្វូ ទៅ យ៉ាន់សូ អូនមិនចាំបាច់ខ្លាចទេអូនគឺជាប្រពន្ធរបស់បងទោះបីជាឈឺឬមានសុខភាពល្អបងនឹងនៅជាមួយអូនជានិច្ច តើបងកំពុងនិយាយរឿងអ្វី ជំងឺគីមីលើមិនមែនជាជំងឺស្លាប់ទេឲ្យតែមានខួរឆ្អឹងគឺប្រកាសជាអាចជាសះស្បើយអ្នកជំនាញល្អបំផុតឲ្យអូន តើអ្នកណាដែលស្គាល់ជំងឺគីមីសង្ឃឹមថាអ្វីនឹងល្អប្រសើរ អូនមិនមែនការជំងឺនោះទេមែនទេ ហ្វូយ៉ាន់យ៉ូកុំបណ្ដាសាអូនអីណា មិនមែនទេជំនួយការប្រាប់បងថាអូនការជំ ជំ ងឺ នួយ គី ការ មី អ្វីទៅអូនគ្រាន់តែខ្វះឈាមបន្តិចបន្តួចប៉ុណ្ណោះគ្រាន់តែខ្វះឈាមធម្មតាទេ ចុះនេះក្រដាស់លទ្ធផលនេះ នេះទើបតែមិញខ្ញុំត្រូវបោះប៉ះដោយចៃដន្យខ្ញុំមិនអីទេអូចាស់សពិតមែនហេតុអ្វីបានជាអ្នកនៅទីនេះ ស៊ូមិនខ្ញុំដឹងថាអ្នកមានខ្ញុំនៅក្នុងចិត្តអ្នកក៏មិនបានយកលុយរបស់ស៊ីយាជីនដែរអ្នកស្រឡាញ់បងមែនទេ តើអ្នកណាប្រាប់ថាខ្ញុំស្រឡាញ់អ្នកកុំមកឈួត បង អី មិនចង់ទេ អី តើមិនមែនអ្នកទេដែលណែនាំខ្ញុំ តើអ្នកមិនអាចជ្រើសរើសតាមចំណូលចិត្តខ្ញុំបានទេខ្ញុំប្រាប់ថាខ្ញុំមិនចង់ទេ អូមិនមែនទេហេតុអ្វីបានជាអ្នកមិនសួរថាខ្ញុំស្រឡាញ់អ្នកណា ខ្ញុំមិនចង់សួរទេ ស៊ូមិន មានរឿងអ្វី មនុស្សដែលបងស្រឡាញ់គឺអូនជានិច្ចអ្វីគឺដោយសារតែអូន លុយបានចូលក្នុងអាលីផេ1លានយ៉នរួចរាល់